សូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អានពីខ្ញុំបាទតាន់ចន្ទថាបាទសម្រាប់ព័ត៌មានថ្ងៃនេះខ្ញុំបាទនឹងលើកយកនៅព័ត៌មានពីក្មួយស្រីច័ន្ទដារាវតីមកនិយាយដើម្បីឲ្យពុកម៉ែបងប្អូនបានដឹងនៅការវិវត្តនៃការហាត់ច្រៀងរបស់ក្មួយស្រីផងដែរឃើញថាមួយរយៈនេះខ្ញុំបាទរៀងរវល់ការងារនិយាយរួមទៅគឺខានអាប់ដេតព័ត៌មានក៏ដូចជាការចុះផ្សាយព័ត៌មានពីក្មួយស្រីរៀងអស់រយៈពេលប្រហែលជាកន្លះខែដែរហើយពុកម៉ែបងប្អូនបាទក្រោយពីខ្ញុំបាទបានដឹកនាំក្មួយស្រីទៅថតបទចម្រៀងនៅស្ទូឌីយោលោកមេជីវ៉ារួចមកបាទហើយមួយរយៈនេះខ្ញុំបាទក៏រៀងរវល់ការងារតខ្លួនដូច្នេះហើយទើបមិនសូវបានទៅធ្វើបទសម្ភាសន៍ជាមួយនឹងក្មួយស្រីបាទកាលពីល្ងាចមិញខ្ញុំបាទបានជួបក្មួយស្រីបាទនៅក្នុងកម្មវិធីមួយហើយព្រឹកនេះគឺធ្វើព័ត៌មានទាំងព្រឹកតែម្ដងពុកម៉ែបងប្អូនបាទក្រោយពីខ្ញុំបាទបានជួបក្មួយស្រីកាលពីល្ងាចមិញនេះហើយអ្វីដែលខ្ញុំចង់និយាយនៅពេលនេះក្មួយស្រីច័ន្ទដារាវតីបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលមែនទែនហើយភាពភ្ញាក់ផ្អើលរបស់ខ្ញុំនោះពុកម៉ែបងប្អូនហើយនៅពេលដែលខ្ញុំបាទបានស្ដាប់នៅបទចម្រៀងដែលក្មួយស្រីច្រៀងគោកមួយបទនោះមានចំណងជើងថាអូនសូមផ្ញើឆ្អឹងរងដួងចិនបងឲ្យស្មោតែមួយនឹងមួយនិយាយរួមទៅពុកម៉ែបងប្អូនបាទពាក់ព័ន្ធទៅនឹងទេពកោសល្យក៏ដូចជាសមត្ថភាពនៃការច្រៀងមួយស្រីដារាវតីគាត់មានទឹកដមសម្លេងគេហៅថាសម្លេងព្រះប្រទានពីធម្មជាតិមកហើយបាទពោលគឺទឹកដមសម្លេងរបស់មួយស្រីពីរោះសឹងតែគ្មានគូប្រៀបក្នុងចំណោមតារាចម្រៀងសម័យនេះហើយអ្នកគាំទ្រលោកយាយលោកតាភាគច្រើនបានប្រៀបប្រដូចថាមួយស្រីគឺជាតារាចម្រៀងនាសម័យនេះអាចស្នងនៅតំណែងលោកយាយរស់ស្រីធាបានពុកម៉ែបងប្អូនបាទក៏ប៉ុន្តែនៅការបង្ហាញនៅវត្តមានក៏ដូចជាការច្រៀងមួយរយៈពេលប្រហែលខែដែលក្មួយស្រីបានបង្ហាញវត្តមានមកនេះឃើញថាក្រៅពីទទួលបានការកត់សរសើរនៅទឹកដមសម្លេងដ៏ពីរោះដ៏ក្អួនកក្អៅរបស់ក្មួយស្រីហើយនោះក្មួយស្រីក៏នៅមានគេហៅថាចំណុចមិនទាន់ពេញលេញគេហៅថាចំណុចខ្វះខាតពុកម៉ែបងប្អូនបាទនៅតិចនិចក៏ដូចជាបទពិសោធន៍នៃការច្រៀងដោយពុកម៉ែបងប្អូនបានឃើញនៅបទចម្រៀងដែលក្មួយស្រីបានច្រៀងក៏ដូចជាការបង្ហាញនៅតាមបណ្ដាញសង្គមនានាកន្លងមកគឺក្មួយស្រីបានច្រៀងនៅមានចំណុចខ្វះខាតតិចតួចគឺតិចនិចនៃការច្រៀងដូចជាការប្រើមនោសញ្ចេតនាដូចជាការប្រើដង្ហើមអីផ្សេងគឺក្មួយស្រីមិនទាន់បានពេញលេញ 100% នោះទេបាទដោយសារក្មួយស្រីគាត់ក៏មានវ័យនៅក្មេងបាទហើយបទពិសោធន៍នៃការច្រៀងនោះក៏នៅតិចតួចស្រួយស្ដាងដូច្នោះហើយទើបក្មួយស្រីមិនទាន់អាចត្រងត្រាប់ស្ដាប់បាននៅខាងពេញលេញនៃការច្រៀងនោះទេបាទក៏ប៉ុន្តែអ្វីដែលខ្ញុំបានជួបក្មួយស្រីកាលពីល្ងាចមិញនេះក្មួយស្រីបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងពុកម៉ែបងប្អូនបាទនៅពេលដែលខ្ញុំបានស្ដាប់នៅចម្រៀងគោកដែលក្មួយស្រីបកស្រាយនៅបទអូនសូមផ្ញើឆ្អឹងឲ្យស្មោតែមួយនឹងមួយតែប្រុងរូបស្អាតថ្លាមខ្មៅក៏ខ្វងគុំណិតលាមុងពូនក៏ហងឈាមល្អងក្បត់ចិត្តប្រពន្ធបទចម្រៀងមួយបទនេះគឺក្មួយស្រីបកស្រាយបានពីរោះណាស់ពុកម៉ែបងប្អូនបាទទោះបីជាបទចម្រៀងមួយបទនេះមិនមានភ្លេងក៏ពិតមែនប៉ុន្តែបើតាមការដែលខ្ញុំស្ដាប់នៅការបកស្រាយគោករបស់ក្មួយស្រីមកដល់ពេលនេះសមត្ថភាពរបស់ក្មួយស្រីគឺបានកើនឡើងមួយកម្រិតខ្ពស់ហើយពុកម៉ែបងប្អូនបាទពលគឺក្នុងរយៈពេលតែកន្លះខែទេពុកម៉ែបងប្អូនបាទគឺក្មួយស្រីបានវិវត្តខ្លួនយ៉ាងអស្ចារ្យពិតមែនបាទដែលធ្វើឲ្យខ្ញុំបាទភ្ញាក់ផ្អើលមែនទែននៅពេលដែលខ្ញុំបាទបានចុះទៅថតនៅ
ពេលដែលក្មួយស្រីច្រៀងគោកផ្ទាល់ពុកម៉ែបងប្អូនបាទហើយបទចម្រៀងមួយបទនេះខ្ញុំនឹងដាក់ឲ្យពុកម៉ែបងប្អូនបានស្ដាប់ទាំងអស់គ្នាថាតើបទចម្រៀងដែលក្មួយស្រីតារាវតីគាត់បកស្រាយនៅគោកនៅពេលនេះបើធៀបនឹងបទចម្រៀងពីមុនដែលក្មួយស្រីបានបកស្រាយកន្លងមកនោះតើមានភាពខុសប្លែកគ្នាកម្រិតណាពុកម៉ែបងប្អូនបាទសូមពុកម៉ែបងប្អូនជួយឲ្យខមមិននិងឲ្យមតិយោបល់ទាំងអស់គ្នាបាទដោយ like សម្រាប់ខ្ញុំបាទតាន់ចន្ទថាគឺខ្ញុំទទួលបានថាមួយស្រីមានការវិវត្តឡើងច្រើនគួរឲ្យកត់សម្គាល់ពុកម៉ែបងប្អូនបាទនិយាយរួមទៅពាក់ព័ន្ធនឹងការរៀនសូត្រនិងការវឹកហាត់ច្រៀងនេះបើតាមខ្ញុំសង្កេតឃើញពុកម៉ែបងប្អូនបាទក្រៅពីក្មួយស្រីខិតខំដោយត្រង់ត្រាប់ដោយខ្លួនឯងហើយនោះខ្ញុំសង្កេតឃើញក្មួយស្រីគឺជាយុវតីដ៏ល្អមួយរូបដែលចេះស្ដាប់ដំបូន្មានឪពុកម្ដាយលោកគ្រូអ្នកគ្រូរៀមច្បងដែលមានបទពិសោធន៍ក្រាស់ក្រែលជាងរូបក្មួយស្រីឲ្យតែក្មួយស្រីទទួលបានការណែនាំពីបុគ្គលផ្សេងៗនៅជុំវិញខ្លួនគឺក្មួយស្រីតែងតែប្រើចរិតកាយវិការលក្ខណៈត្រង់ត្រាប់ស្ដាប់យកព្យាយាមទទួលយកគ្រប់បែបយ៉ាងពុកម៉ែបងប្អូនបាទនៅពេលដែលពុកម៉ែបងប្អូនបានបង្ហាញនៅការចូលរួមជាគណិតមតិយោបល់នៅពេលដែលពុកម៉ែបងប្អូនបានស្ដាប់នៅការបកស្រាយបទចម្រៀងរបស់គាត់ចំណុចនេះហើយដែលខ្ញុំគិតថាដែលធ្វើឲ្យតារាវតីគាត់អាចវិវត្តខ្លួនបានយ៉ាងឆាប់រហ័សនិយាយរួមទៅពុកម៉ែបងប្អូនបាទខ្ញុំមិនមែនជាអ្នកចេះតារាចម្រៀងអីទេប៉ុន្តែគាត់ថាចូលចិត្តស្ដាប់នៅបទចម្រៀងបាទដូច្នោះហើយតារាចម្រៀងមិនថាចាស់មិនថាថ្មីមិនថាប្រឡោកដែលតំដុះប្រឡោកមកគឺខ្ញុំធ្លាប់ជួបច្រើនបាទក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានមួយរូបដែលខ្ញុំតែងតែព្យាយាមធ្វើនៅព័ត៌មានអ្នកសិល្បៈច្រើនមែនទែនពុកម៉ែបងប្អូនបាទនៅក្នុងនោះក៏មានអ្នកសិល្បៈខ្លះពើងទ្រូងពើងខ្នងអូតខ្លួនថាខ្លួនជាមនុស្សអស្ចារ្យខ្លួនជាមនុស្សចេះហើយមិនទទួលយកនៅការបង្ហាត់បង្រៀនពីបុគ្គលដទៃនោះទេបាទទោះបីជាមហាជនគេមើលឃើញថាគេស្ដាប់ឃើញថាការច្រៀងរបស់ខ្លួននៅមានកម្រិតខ្វះខាតចំណុចនេះចំណុចនោះក៏ដោយបុគ្គលខ្លះគឺគាត់មិនទទួលយកនៅការទូមានពីពុកម៉ែបងប្អូនដែលជាអ្នកស្ដាប់ផ្ទាល់ដែលជាអ្នកយល់ឃើញផ្ទាល់នោះទេបាទដោយឡែកងាកមកក្មួយស្រីច័ន្ទតារាវតីវិញចំណុចនេះគឺខ្ញុំនៅតែសរសើរក្មួយស្រីសរសើរហើយសរសើរទៀតដោយសារក្មួយស្រីគឺជាបុគ្គលដែលខ្ញុំមើលឃើញនឹងភ្នែកមើលឃើញនៅការកែប្រែមើលឃើញនៅការទទួលយកនៅគេហៅថាចំណុចខ្វះខាតរបស់ខ្លួនពុកម៉ែបងប្អូនហើយខ្ញុំយល់ឃើញថាចំណុចទាំងអស់នេះហើយដែលធ្វើឲ្យក្មួយស្រីបង្ហាញការភ្ញាក់ផ្អើលដល់ខ្ញុំបាទតាន់ចិត្តថាការពីជួបនៅល្ងាចមិញនេះហើយនៅពេលដែលខ្ញុំបាទបានយកបទចម្រៀងគោកអូនសូមផ្ញើឆ្អឹងឲ្យពុកម៉ែបងប្អូនបានស្ដាប់នៅពេលនេះខ្ញុំជឿជាក់ថាពុកម៉ែបងប្អូននឹងចូលរួមបញ្ចេញនៅមតិយោបល់ហើយអ្វីដែលខ្ញុំរំពឹងនោះខ្ញុំជឿថានឹងមានការកោតសរសើរដល់ក្មួយស្រីបន្ថែមទៀតនៅពេលដែលពុកម៉ែបងប្អូនបានឃើញនៅការវិវត្តរបស់ក្មួយស្រីច័ន្ទតារាវតីមកដល់ពេលនេះគឺកាន់តែទទួលបាននៅការកម្រិតមួយថាកម្រិតខ្ពស់ហើយបាទបើធៀបទៅនឹងពេលវេលាដែលខ្ញុំបាទបានធ្លាប់ជួបទៅសម្ភាសក្មួយស្រីគឺខុសគ្នាឆ្ងាយមែនទែនពុកម៉ែបងប្អូនបាទក្នុងរយៈពេលតែ2សប្តាហ៍ដូចខ្ញុំបានបញ្ជាក់ខាងលើគឺក្មួយស្រីបានវិវត្តខ្លួនមកឆាប់រហ័សមែនទែនបាទមានតែប៉ុណ្ណឹងទេពុកម៉ែបងប្អូនបាទបទអត្ថាធិប្បាយរួមជាមួយនឹងព័ត៌មានដែលខ្ញុំបាទបានជួបក្មួយស្រីផ្ទាល់មកបង្ហាញជូនពុកម៉ែបងប្អូនក៏ដូចជាបទចម្រៀងនៃការច្រៀងគោករបស់ក្មួយស្រីច័ន្ទតារាវតីឲ្យពុកម៉ែបងប្អូនបានស្ដាប់កសានៅក្នុងពេលនេះផងដែរបាទនៅពេលនេះខ្ញុំបាទតាន់ចន្ទថាសូមអរគុណសូមជម្រាបលា
លាមុងពូនកោះឈាមឡងក្បត់ចិត្តប្រពន្ធឈាមឡងក្បត់ចិត្ត